សូមគោរពសួស្តីបងប្អូនសិប្បករខ្មែរទាំងឡាយវីដេអូមួយនេះគឺសម្រាប់បងប្អូនទាំងអស់គ្នាជាពិសេសបងប្អូនណាដែលលក់ផលិតផលរបស់ខ្លួនមិនសូវដាច់ឬក៏មិនដាច់សោះនោះសូមទស្សនាវីដេអូរបស់ខ្ញុំនេះឲ្យបានដល់ចប់ហើយបងប្អូនដែលជាមេតិករក៏សូមស្ដាប់តែទៅបើសិនជាបងប្អូនទាំងអស់គ្នាមានចិត្តអាណិតស្រឡាញ់បងប្អូនសិប្បករខ្មែរយើងជាពិសេសអ្នកនៅជនបទបងប្អូនសិប្បករធ្វើការងារដោយដៃទាំងឡាយតើបងប្អូនធ្លាប់ឮគេនិយាយអំពីលុយធ្លាក់ពីលើមេឃទេខ្ញុំចង់ជម្រាបជូនបងប្អូនថាលុយធ្លាក់ពីលើមេឃគឺពិតជាមានមែននោះគឺជាការរកលុយតាម Facebook និង YouTube ខ្ញុំមានដំណឹងល្អជម្រាបជូនបងប្អូនថានៅស្រុកខ្មែរយើងឥឡូវរកលុយតាម Facebook បានហើយ admin ជាខ្មែរក្តីប្រើកុងធនាគារខ្មែរក្តីគឺពិតជារកលុយបានខ្ញុំសូមអះអាងបញ្ជាក់អញ្ចឹងព្រោះខ្លួនខ្ញុំផ្ទាល់នេះឯងទៅតែបើកលុយពី Facebook បានជាង$100ដែរខ្ញុំ admin ជាខ្មែរនៅស្រុកខ្មែរហើយប្រើធនាគារក្នុងស្រុកខ្មែរដូច្នេះវាក៏ជាឱកាសល្អសម្រាប់បងប្អូនដែរចាប់ផ្ដើមភ្លាមទៅបងប្អូនធ្វើការងារអីរាល់ថ្ងៃនឹងធ្វើទៅហើយបងប្អូនគ្រាន់តែថតវីដេអូពីសកម្មភាពរបស់បងប្អូនហ្នឹងហើយយកមកបង្ហោះនៅក្នុង Facebook ទៅខ្ញុំជឿជាក់ថាមាតិការបស់បងប្អូននេះប្រកាសជាមានអ្នកមើលច្រើនហើយ page បងប្អូនប្រកាសជាឆាប់គ្រប់លក្ខខណ្ឌដើម្បីរកលុយបាននៅលើ Facebook ជាក់ជាមិនខានចាប់ផ្ដើមទៅបងប្អូនណាហើយបើមិនចេះសួរនាំគេទៅរកគ្រូបង្រៀនទៅទោះត្រូវបង់លុយក៏ដោយព្រោះវាជាព្រួយមួយបាញ់បានសត្វពីរមិនត្រឹមតែរកលុយបាននៅលើ Facebook ទេបងប្អូនក៏ត្រូវបានមហាជនស្គាល់កាន់តែច្រើនពេលនោះផលិតផលក៏លក់ដាច់ដែរសម័យនេះក្រៅពីចេះធ្វើចេះផលិតផលិតផលអ្វីមួយយើងត្រូវចេះធ្វើទីផ្សារដោយខ្លួនឯងថែមទៀតទៅរួចទៅជោគជ័យខ្លាំងចុះមូលហេតុអ្វីដែលខ្ញុំសំណូមពរឲ្យបងប្អូនមេតិករទាំងឡាយស្ដាប់និងទស្សនាវីដេអូខ្ញុំដែរនេះកន្លងមកខ្ញុំឃើញបងប្អូនមេតិករយើងច្រើនណាស់ដែលបានចុះជួយផ្សព្វផ្សាយបងប្អូនសិប្បករខ្មែរយើងដែលគាត់ធ្វើការដោយដៃដូចជាត្បាញលពាក់ត្បាញឫស្សីត្បាញហូលផាមួងក្រមាអីផ្សេងហ្នឹងឃើញថាជោគជ័យណាស់ព្រោះបាន view បាន like បាន share ច្រើនមែនទែនក៏ប៉ុន្តែផុតទៅពីមាតិកាមួយនឹងហើយក៏ស្ងាត់បាត់ឈឹងទៅដូច្នេះខ្ញុំមានគំនិតនិងមានយោបល់សំណូមពរដល់បងប្អូនយើងចេះវិញពេលបងប្អូនមាតិករចុះទៅធ្វើមាតិកាជាមួយបងប្អូនសិប្បករខ្មែរយើងមិនថាជាងដំបាញមិនថាជាងដែកមិនថាជាងចាក់ឆ្នាំងទេសូមបងប្អូនជួយបង្កើត page និងជួយបង្រៀនពួកគាត់ឲ្យចេះប្រើប្រាស់ផងដែរទៅព្រោះអស់ពីបងប្អូនទៅពួកគាត់អាចបង្ហោះវីដេអូអីខ្លួនឯងបានធ្វើបែបនេះគឺរក្សានិរន្តរភាពនៃការទស្សនាដែលញ៉ាំងសកម្មភាពអាជីវកម្មរបស់ពួកគាត់នៅតែលេចមុខនៅលើបណ្ដាញសង្គមជានិច្ចមិនមែនបានតែមួយវីដេអូដែលបងប្អូនទៅជួយថតផ្ទុះនោះហើយបន្ទាប់មកបាត់ឈឹងស្ងាត់ជ្រាបនោះទេជាចុងក្រោយវីដេអូនេះក៏សូមផ្ញើជូនទៅយុវជនយុវតីខ្មែរដែរឈប់ធ្វើអា content លបឈួតបែកស្លុយនឹងទៀតទៅងាកមកធ្វើ content ដែលខ្ញុំរៀបរាប់ខាងលើនេះវិញទៅល្អជាងមិនត្រឹមតែរកលុយចាយខ្លួនឯងបានជួយសម្រាលបន្ទុកឪពុកម្ដាយទេថែមទាំងបានជួយសិប្បករអ៊ំមីងពូយាយតានៅស្រុកស្រែឲ្យពួកគាត់មានចំណូលថែមទៀតផងបើសិនជាគិតថាគំនិតខ្ញុំនេះត្រឹមត្រូវនិងមានប្រយោជន៍សូមបងប្អូនជួយ like share និង comment ប្រាប់ខ្ញុំផងដោយក្តីគោរពស្រឡាញ់ដ៏ស្មោះស្ម័គ្រអស់ពីដួងចិត្តខ្ញុំបាទផ្ទះឆ្ងាញ់កោដិតសូមអរគុណសូមគោរពជម្រាបលា